ចិត្តអស់គ្នាខមមិនប្រាប់មីម្នាក់មួយមកស្វាយនឹងមានឈ្មោះអីហើយនឹងអាទិត្យចុងសប្តាហ៍អញ្ចឹងគាត់ដឹងថានាំនេះទៅណាដែរសម្រាប់ចិត្តនាំអេលីហើយនឹងបងគិនទៅលេងផ្ទះព្រីណាហើយនឹងពិសិដ្ឋគ្រាន់តែមកដល់ភ្លាមឃើញស្វាយពេញដើមបាយកំណត់បេះស្វាយបុកអំបិលម្ទេសញ៉ាំក្រោមដើមអំបិលនឹងបុកអត់សូវតំណងប្រមាណទេដោយសារហេតុអីក្មេងៗអត់ចូលចិត្តហិលអញ្ចឹងប្រាប់ថាកុំឲ្យបុកហិលពេកអញ្ចឹងបងអូនស្រីម៉ាមីអត់សូវហ៊ានលេងម្ទេសច្រើនទេម្ទេសម៉មៗឲ្យក្មេងៗបានញ៉ាំដែរហើយស្វាយគេផ្លែពេញដើមអញ្ចឹងព្រឹកហ្នឹងពួកយើងនាំគ្នាបុកអំបិលម្ទេសបេះស្វាយនៅក្រោមដើមញ៉ាំកំពុងតែនាំគ្នាសម្លឹងថាសម្រាប់ចិត្តបេះមួយណាឥឡូវហ្នឹងគឺសម្រាប់ចិត្តបេះមួយនេះហើយឃើញស្វាយហ្នឹងពណ៌អញ្ចឹងណាស្មានតែជូរខំនាំគ្នាបុកអំបិលម្ទេសបុកអីហំហាណាពេលមែនតើណានាំគ្នាញ៉ាំមិនបាច់ជ្រលក់អំបិលម្ទេសក៏បានដែរតបមកត្រាំជាមួយនឹងទឹកកកដើម្បីឲ្យត្រជាក់ហើយនឹងស្រួយដល់ម៉ោងចុចអំបិលម្ទេសញ៉ាំបានហើយនេះអ្នកបុកអំបិលម្ទេសតែមីប្រាប់តាមត្រង់អំបិលម្ទេសនឹងអត់ឆ្ងាញ់ទេវាអត់សូវហិលហើយរៀងប្រៃហើយទាំងអស់គ្នាមានឃើញតំណាប់ស្វាយនៅក្បែរហ្នឹងអញ្ចឹងចុងក្រោយនេះម៉ាមីញ៉ាំតំណាប់ស្វាយនៅក្រោមដើមស្វាយ